ជំរាបសួរខ្ញុំបាទខួនសិហេងជាបុគ្គលិកផ្នែកសេវាកម្មរបស់ក្រុមហ៊ុនរថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia ថ្ងៃនេះខ្ញុំបាទនឹងលើកយកនៅចំណុចចំនួន5សម្រាប់អតិថិជនទាំងអស់គ្នាត្រួតពិនិត្យមុនពេលដែលអតិថិជនទាំងអស់គ្នាធ្វើដំណើរទៅលើផ្លូវឆ្ងាយទី1គឺសម្បកកង់មានតួនាទីយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ទម្ងន់ទុករបស់រថយន្តជំនួយដល់ប្រព័ន្ធទប់លំនឹងនិងកាត់បន្ថយការស៊ីប្រេងឥន្ធនៈផងដែរលោកអ្នកត្រូវត្រួតពិនិត្យទៅលើសម្ពាធខ្យល់កង់ដែលរោងចក្របានកំណត់មកដែលមានទីតាំងស្ថិតនៅបណ្ដាលធ្នឹមទ្វាររថយន្តលោកអ្នកត្រូវត្រួតពិនិត្យទៅលើភាពស្ថិតរិចរិលមុតលហែកស្នាមប្រេះនិងការបរិច្ឆេទរបស់សម្បកកង់ប្រសិនបើលោកអ្នកត្រួតពិនិត្យឃើញមានបញ្ហាណាមួយកើតឡើងសូមធ្វើការផ្លាស់ប្ដូរវាចេញជាបន្ទាន់ទី2ប្រេងម៉ាស៊ីននិងទឹកស្អំម៉ាស៊ីនប្រេងម៉ាស៊ីននិងទឹកស្អំម៉ាស៊ីនដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រព័ន្ធដំណើរការម៉ាស៊ីនរថយន្តទាំងមូលដើម្បីត្រួតពិនិត្យជាមួយនឹងកម្រិតប្រេងម៉ាស៊ីនលោកអ្នកអាចត្រួតពិនិត្យតាមរយៈម៉ាកេនៃម៉ាស៊ីនរបស់លោកអ្នកបានទី1យើងត្រូវដកម៉ាកេមកដើម្បីជួសសម្អាតទៅលើប្រេងចាស់ចេញហើយយើងត្រូវដោតចូលទៅទីតាំងដើមវិញឲ្យដល់ទីតាំងដើមដើម្បីយើងត្រួតពិនិត្យកម្រិតជាក់ស្ដែងរបស់ប្រេងម៉ាស៊ីនលោកអ្នកត្រូវប្រាកដថាកម្រិតប្រេងម៉ាស៊ីនរបស់លោកអ្នកគឺស្ថិតនៅក្នុងកម្រិត maximum ដែលក្រឹតខាងលើគឺតំណាងឲ្យ maximum ហើយក្រឹតខាងក្រោមគឺតំណាងឲ្យ minimum ក៏ដូចគ្នាផងដែរលោកអ្នកត្រូវប្រាកដថាកម្រិតទឹកស្អំម៉ាស៊ីនរបស់លោកអ្នកស្ថិតនៅក្នុងកម្រិត maximum ចំណាំមិនគួរបើកគម្របធុងទឹកស្អំម៉ាស៊ីននៅពេលដែលម៉ាស៊ីនកំពុងតែឡើងកម្ដៅនោះទេទី3ប្រព័ន្ធហ្វ្រាំងគឺជាផ្នែកសុវត្ថិភាពមួយដែលចាំបាច់ទៅលើរថយន្តរបស់លោកអ្នកដូច្នេះលោកអ្នកត្រូវប្រាកដថាប្រេងហ្វ្រាំងរបស់លោកអ្នកស្ថិតនៅក្នុងកម្រិតមួយដែលត្រឹមត្រូវត្រួតពិនិត្យទៅលើស្បែកហ្វ្រាំងរថយន្តរបស់លោកអ្នកប្រសិនបើជាមានការសឹកហួសកម្រិតឬមានសម្លេងខុសប្រក្រតីណាមួយកើតឡើងកំឡុងពេលដែលលោកអ្នកជន់ហ្វ្រាំងលោកអ្នកគួរតែយករថយន្តរបស់លោកអ្នកមកត្រួតពិនិត្យភ្លាមៗទី4ប្រព័ន្ធភ្លើងភ្លឺផ្លូវជាការពិតណាស់នៅពេលដែលលោកអ្នកបើកបរនៅពេលយប់ប្រព័ន្ធភ្លើងភ្លឺផ្លូវពិតជាមានសារៈសំខាន់ណាស់ដូច្នេះហើយមុនពេលដែលធ្វើដំណើរលោកអ្នកត្រូវប្រាកដថាប្រព័ន្ធភ្លើងភ្លឺផ្លូវរបស់លោកអ្នកនៅដំណើរការធម្មតាប្រព័ន្ធភ្លើងភ្លឺយើងបែងចែកជាពីរផ្នែកផ្នែកខាងមុខនិងផ្នែកខាងក្រោយផ្នែកខាងមុខយើងមានអំពូលភ្លើងកូតអំពូលភ្លើងហ្វាអំពូលពិលកាំងនិងអំពូលស៊ីញ៉ូផ្នែកខាងក្រោយយើងមានអំពូលភ្លើងប្រាំងអំពូលភ្លើងរយ៉ែអំពូលភ្លើងបំភ្លឺផ្លាកលេខនិងអំពូលស៊ីញ៉ូដូច្នេះហើយលោកអ្នកត្រូវប្រាកដថាភ្លើងទាំងអស់នៅដំណើរការធម្មតាប្រសិនបើលោកអ្នកត្រួតពិនិត្យឃើញថាអំពូលណាមួយមានបញ្ហាសូមធ្វើការផ្លាស់ប្ដូរវាចេញជាបន្ទាន់5អាគុយដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្គត់ផ្គង់ចរន្តភ្លើងដើម្បីឲ្យប្រព័ន្ធភ្លើងនៅលើរថយន្តរបស់លោកអ្នកនៅដំណើរការបានល្អដំបូងលោកអ្នកត្រូវត្រួតពិនិត្យជាមួយនឹងក្បាលអាគុយបើសិនជាលោកអ្នកសង្កេតឃើញថាក្បាលអាគុយរបស់លោកអ្នកកំពុងតែកើតស្នឹមជាហេតុបណ្ដាលឲ្យប្រព័ន្ធដេរបញ្ឆេះរថយន្តរបស់លោកអ្នកចុកខ្សោយក៏ដូចជាប្រព័ន្ធភ្លើងមួយចំនួនផ្សេងទៀតដំណើរការមិនបានល្អដូច្នេះហើយលោកអ្នកត្រូវយកទៅក្តៅដើម្បីលាងសម្អាតវាចេញជាបណ្ដោះអាសន្នបានចំណុចមួយទៀតប្រសិនបើជាលោកអ្នកសង្កេតឃើញថាទឹកអាស៊ីតអាគុយរបស់លោកអ្នកកំពុងតែទាញចេញមកក្រៅមានន័យថាអាគុយរបស់លោកអ្នកកំពុងតែចុកខ្សោយដូច្នេះហើយលោកអ្នកត្រូវធ្វើការផ្លាស់ប្ដូរចេញជាបន្ទាន់មុនពេលដែលធ្វើដំណើរទៅលើផ្លូវឆ្ងាយបន្ទាប់ពីបានទស្សនាការរៀបរាប់ខាងលើរបស់ខ្ញុំបាត់ហើយលោកអ្នកគួរតែមានភាពប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាពិសេសសម្រាប់តម្រូវការធ្វើដំណើរទៅលើផ្លូវឆ្ងាយដូច្នេះដើម្បីជៀសវាងបញ្ហាណាមួយកើតឡើងលោកអ្នកគួរតែយករថយន្តរបស់លោកអ្នកមកត្រួតពិនិត្យនៅមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ណាមួយដែលមានទីតាំងស្ថិតនៅជិតលោកអ្នកឥឡូវនេះមជ្ឈមណ្ឌលជួសជុលរថយន្ត Ford ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញនិងទីរួមខេត្តសៀមរាបបានបើកដំណើរការចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យវេលាម៉ោង 5:03 ព្រឹករហូតដល់ម៉ោង 5 ល្ងាចកាន់តែងាយស្រួលលោកអ្នកអាចធ្វើការកក់សេវាកម្មជាមុនតាមរយៈ Ford Cambodia Mobile App មជ្ឈមណ្ឌលជួសជុលរថយន្ត Ford ក៏មានសេវាកម្មជំនួយជួសជុលចល័ត24 ម៉ោងដោយលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដូចខាងក្រោមនៅពេលនេះខ្ញុំបាទពូតសិហេសូមអរគុណសូមជម្រាបលា